ជំរាបសួរពុកម៉ែបងបងអូននៅក្នុង Facebook និងនៅគ្រប់ទីកន្លែងនិងនៅទីជាតិទីឆ្ងាយនិងនៅគ្រប់បណ្ដាប្រទេសនិងទូទាំងប្រទេសខ្មែរឃើញនៅខ្ញុំដល់ទីកន្លែងណានឹងខ្ញុំជំរាបសួរតែខ្ញុំឆ្លៀតពេលបន្តិចមកតបខមមិនបងបងអូនមានអូនដែលថាម្នាក់គាត់សួរខ្ញុំថាខ្ញុំចង់មើលពីរស័យបន្តិចមើលបានអត់ចាដែលថាថ្ងៃនេះគឺថ្ងៃទី18ចាគឺអ្នកភូមិខ្ញុំគាត់ត្រាស់បងប្អូនចាបើបងប្អូនមើលដែលថាឆាតមកខ្ញុំសិនណាចាគុំទឿនគេហៅថាវេប្រាក់ម៉ូចាដូច្នេះហើយបើបងប្អូនចង់មើលពីរស័យឬក៏ដីផ្ទះឬការរស់នៅរបស់បងប្អូនចូលកន្លែងឆាតសួរខ្ញុំសិនព្រោះខ្ញុំជិបរវល់អត់សូវដែលបានទំនេរទេសូមអធិស្ឋានព្រោះបងប្អូនគាត់ចង់មើលច្រើនណាចាដូចថាមានអូនម្នាក់ទៀតគាត់ខ្ញុំចង់អោយលោកគ្រូមើលពីរស័យបន្តិចចាដូច្នេះហើយមិនថាអូនចង់មើលពីរស័យឬក៏ក្រុមគ្រួសារឬក៏ដីផ្ទះឬការរស់នៅរបស់បងប្អូនទេចាបងប្អូនចូលកលែងឆាតចាសួរខ្ញុំសិនព្រោះខ្ញុំជិបរវល់ណាបងប្អូនចាព្រោះអ្នកភូមិខ្ញុំថ្ងៃនេះគឺត្រាថ្ងៃទី18ខែ4មានអូនគាត់រើមចាដូចថាចាគាត់សួរថាយកសម្បកកណ្ដោលតែមួយមុខមែនហើយចាអូនដែលថាមិនតែមួយមុខទេគឺលាយអំបិលផងអំបិលគ្រូអត់មានយកអំបិលអ៊ីយ៉ូទេដូច្នេះហើយមុននឹងគាត់ដែលថាតំពីតែសម្បកកណ្ដោលពេលគាត់តំពីទៅគឺចត់ខ្លាំងណាស់តែគាត់ស៊ូបន្តិចណាបងប្អូនចាអត់បាក់រោគផ្លេអត់បាក់រោគប្លោអត់បាក់តរោគ្រួយអស់ប្រាក់ទេបងប្អូនចាសម្បកកណ្ដោលនេះបងប្អូនគាត់រើមចាញ់ធំគឺប្រកែនណាស់ចារើមនេះគឺចាញ់ហើយកដៅហើយគ្រុនចាបងអូនស្រីខ្ញុំគាត់ផ្ទើលចាដូច្នេះហើយចាប្រុសមួយថ្ងៃ2ដងបងប្អូនមួយថ្ងៃ2ដងព្រឹកនងល្ងាចដូច្នេះគាត់ងូតទឹកឲ្យរួចចាមួយទឹកឲ្យរួចគាត់តំពីសម្បកកណ្ដោលចាដាក់អំបិលគ្រុសទៅពីអមរសាន់ដាក់អំបិលគ្រុសតំពីចូលគ្នាទៅគាត់ប្រុសភុតចាអត់បាក់រោគផ្លេរោគប្លោទេចាដូច្នេះនៅពេលគាត់ប្រុសទៅគឺវារឹតចានៅពេលស្ងួតទៅគឺរឹតចានៅពេលរឹតទៅអារើមដែលចាញ់ធំណាចាចាញ់ធំនោះចាវាចាប់ដើមរៀបទៅវិញតា2 3ថ្ងៃនោះគឺរៀបទៅក្រាប់រៀបថេងចាបងប្អូនដូច្នេះហើយចាដូចបងអូនស្រីខ្ញុំគាត់ចូលខមមិនគាត់អ្នកគាត់ផ្ទើលណោះចាគាត់ថាខ្ញុំគាត់ផ្ទើលគាត់ផ្ទើលហើយដូចថាបាត់ហើយណាជាហើយគឺអត់មានស្នាមទេគឺជាសះស្បើយចាបងប្អូនចាដូចគាត់ចូលខមមិននេះចេះឯងណាចាព្រោះគាត់អ្នកគាត់ផ្ទើលគឺអត់មានស្នាមហើយអត់គាត់មកវិញទៀតទេបងប្អូនចារើមនេះបើសិនតែគាត់គេហៅថាគាត់អត់ដេញថាឆ្នាំអ្វីបានប្រុសទៅបាត់បានលៀបទៅបាត់ណាចាគឺធ្វើឲ្យគាត់ចាផ្លេហើយតំបៅតែបើសិនតែបងប្អូនចានៅពេលចាញ់ភ្លាមក្តៅភ្លាមចាគាត់ទៅស្ទោះសម្បកកណ្ដោលយកមកទៅពីប្រុសភ្លាមដាក់អំបិលគ្រុសចានឹងគេហៅថារឹតចាគឺរឹតហើយជាសះស្បើយបងប្អូនចាគឺលឿនអត់យូរទេអត់មានស្នាមហត់ក្តៅទេព្រោះអីរើមនេះគឺក្តៅហើយគ្រុនខ្ញុំមានតែប៉ុណ្ណេះឯងបើបងប្អូនចង់មើលពីរស័យឬក៏ក្រុមគ្រួសារឬក៏ដៃផ្ទះឬការរស់នៅរបស់បងប្អូនចូលកលែងឆាតសិនព្រោះខ្ញុំជិបរវល់ចាបងប្អូនចាចាប់ពីថ្ងៃទី19ចាថ្ងៃទី20ខ្ញុំត្រូវសម្បត្តិចាសម្បត្តិការទៀតហើយចាចូលឆ្នាំរួចសម្បត្តិបនសម្បត្តិការទៀតចាបងប្អូនចូលកលែងឆាតចាបងប្អូនដូចចាខ្ញុំវីដេអូខ្ញុំមានតែប៉ុណ្ណេះឯងជូនពួកបងប្អូនទាំងនៅគេហៅទីចិត្តទីឆ្ងាយនិងនៅគ្រប់ទីកន្លែងនិងនៅគ្រប់បណ្ដាប្រទេសនិងទូទាំងប្រទេសខ្មែរសូមឲ្យគាត់ធ្វើដំណើរក្នុងឱកាសបនចូលឆ្នាំខ្មែរប្រពៃណីខ្មែរជូនពួកគាត់ធ្វើដំណើរសុវត្ថិភាពនិងការរកស៊ីមានបានត្រជាក់ត្រជុំគ្រប់គ្នា